មានរឿងមួយដំណើរថាមានលោកតាម្នាក់ឈ្មោះថាតាក្រូចសពថ្ងៃគាត់រស់នៅជាមួយប្រពន្ធរបស់គាត់ទាំងពីរយ៉ាងមានក្តីសុខថ្មីត្បិតតែនាងទាំងពីរមានប្តីរួមគ្នាពិតមែនប៉ុន្តែពួកគេមិនដែលឆ្លោះទាស់ទែងគ្នាឬច្រណែននឹងគ្នានោះទេដោយម្នាក់ខិតខំប្រកបមុខរបរជាមួយប្តីយ៉ាងមានក្តីសុខតាប៉ែរួចថ្ងៃនេះឯងទៅស្រែឬអត់ណែបើសិនជាតាប៉ែឯងទៅខ្ញុំនឹងរៀបចំបាយសម្លជូនមែនហើយលោកបងបើលោកបងទៅស្រែពួកខ្ញុំនឹងរៀបបាយសម្លជូនថ្ងៃនេះខ្ញុំច្បាស់ជាទៅហើយព្រោះថាលើអ្នកភូមិប្រាប់មកថាស្រែនៅម្ដុំយើងនឹងណាគឺសម្បូរគោអ្នកស្រុកនៅទីនោះវាមកស៊ីស្រូវអញ្ចឹងខ្ញុំត្រូវតែទៅមើលថែវាបើមិនអញ្ចឹងទេច្បាស់ជាគោស៊ីខ្ទេចខានច្រាស់ច្រាំទាំងអស់គ្នាឥឡូវហើយអញ្ចឹងឯងទៅចោះណាខ្ញុំនិងប្អូនស្រីនឹងរៀបចំផ្ទះរៀបចំម្ហូបអាហារចាំឯងពេលល្ងាចអញ្ចឹងបងលាទៅសិនហើយណាអូនទាំងពីរនៅផ្ទះត្រូវចេះស្រឡាញ់គ្នាឲ្យដូចស្រឡាញ់បងអញ្ចឹងពីព្រោះថាយើងទាំងអស់គ្នាគឺជាគ្រួសារតែមួយទៅហើយចាលោកបងទៅចុះណាក្រោយពីផ្ដែផ្ដាំរួចហើយតាក្រូចក៏បានដើរទៅស្រែបាត់ទៅអមហើយកាន់ចបប្រងតាណាហ្នឹងញីឆ្នប់កាន់ចបគឺទៅស្រែហ្នឹងហើយអានេះអាម៉េចក្មួយឯងគិតថាកាន់ចបទៅ KTV មែនណាអើយអមហើយប្រាប់ថាទៅ KTV ក៏ខ្ញុំមិនជឿដែរបើប្រពន្ធនៅផ្ទះដល់តែពីរឯណោះចង់ទៅរក KTV ទៅអីទៀតអញអញ្ចឹងមិនមែនដូចក្មួយឯងទេរត់តែមួយធ្វើឆ្នាំគ្មានអមជួយចែករំលែកបទពិសោធន៍ឲ្យខ្ញុំតិចមើលធ្វើម៉េចបានប្រពន្ធពីរដូចអើយនេះក៏មិនដឹងដែរធ្វើម៉េចបើព្រំលិខិតវាតម្រូវមកអញ្ចឹងជំយាអាព្រំលិខិតនេះម៉េចបានវាមិនព្រមមករកខ្ញុំបែរជាទៅរកទៅវិញមើលខ្ញុំសួរដូចឆោតប្រពន្ធពីរអញ្ចឹងហើយចុះអាការងារយប់ពិបាកអត់យីនេះប្រសពសួរម្លេះមានអីរឿងការងារយប់នឹងយើងមិនអាចឡើងម្ដងពីរបានទេតតែសារ៉េម៉ោងចែកម៉ោងគ្នាឧទាហរណ៍ថាប្រពន្ធដើមក្បាលប្រលប់ចំណែកឯប្រពន្ធចុងយើងលេងលោកក្បែរភ្លឺទៅណាអើយខ្ញុំសុំតសើអីនេះមួយយប់ពីរដងហើយនៅតែមានកម្លាំងមកធ្វើស្រែទៀតស្គាល់ជើងចាស់តិចពេកហើយអាពៅអញ្ចឹងប្រញាប់ទៅមើលស្រែបន្តិចក្រោយពីជជែកគ្នារួចហើយតាក្រូចក៏បន្តដំណើរទៅមុខទៀតនិយាយពីប្រពន្ធតាក្រូចពួកគេក៏ចាប់ផ្ដើមចែកការងារគ្នាអូនស្រីបងដូចជាឈឺខ្នងឈឺចង្កេះដល់ហើយអូនឯងឆាប់ទៅផ្សាររកទិញបន្លែមកណាចាំបងជាអ្នកធ្វើម្ហូបឲ្យរួចរះទៅណាក្រែងលោកបងមកវិញគាត់ឃ្លានចាអ្នកបងបានអ្នកបងមិនស្រួលខ្លួនណាអ្នកបងសម្រាប់ចុះណាទុកឲ្យខ្ញុំជាអ្នកទៅផ្សារទិញម្ហូបឲ្យឆាប់ណាហើយរកមើលអាបន្លែណាស្រស់ប្រយ័ត្នចាញ់បោកអ្នកលក់ចាបងស្រីអញ្ចឹងខ្ញុំទៅសិនហើយបន្ទាប់ពីបែងចែកការងារគ្នារួចហើយប្រពន្ធចុងក៏ដើរទៅផ្សារបាត់ទៅរីឯប្រពន្ធដើមក៏នៅចាំផ្ទះរៀបចំកិច្ចការសម្អាតផ្ទះមួយសន្ទុះក្រោយមកក៏មានប្រុសម្នាក់ដើរមកលេងប្រពន្ធដើមអ្នកអើយអ្នកលោកបងក្រូចនៅផ្ទះឬអត់នឹងអ្នកអើយលោកបងក៏ទៅស្រែបាត់ហើយទៅតាំងពីព្រឹកព្រលឹមម្លេះហើយនេះតាអ្នករកគាត់មានការអ្វីដែរមានអីខ្ញុំគិតថាមកលេងគាត់នឹងណាព្រោះថាបែកគ្នាយូរមកហើយមិនដែលនឹងបានមកសួរសុខទុក្ខគ្នាសោះនិយាយអញ្ចឹងតាំងពីមាននាងប្រពន្ធចង់មកនៅជាមួយតើអ្នកទាំងអស់គ្នាមានដែរឆ្លោះទាស់តែងគ្នាដែរឬទេគឺមិនដែរទេណាអ្នកមិនដែរសំបីតែម្ដងថ្មីត្បិតតែពួកយើងមានប្តីតែមួយមែនតែពួកយើងស្រឡាញ់រាប់អានគ្នាដោយបងប្អូនបង្កើតអញ្ចឹងមិនដែរទាស់តែងគ្នាឬច្រណែនគ្នានោះឡើយបើអញ្ចឹងល្អហើយតែខ្ញុំបារម្ភព្រោះថាលោកបងក្រូចហើយនឹងអ្នករៀងចាស់ណាស់ទៅហើយគ្មានកូនសំបីតែមួយគ្រាប់ទៀតខ្ញុំបារម្ភថាបើអ្នកទាំងពីរធ្លាក់ខ្លួនឈឺហើយស្លាប់បាត់ទៅនោះទ្រព្យសម្បត្តិច្បាស់ជាធ្លាក់ទៅកាន់មីនាងប្រពន្ធចុងមិនខានណែអ្នកនិយាយបែបនេះក៏ត្រូវមួយយ៉ាងដែរនេះខ្ញុំគិតមិនឃើញសោះមើលទៅមានតែខ្ញុំនាំគ្នាចែកគេឲ្យហើយទៅបានខ្ញុំអរគុណណាលោកបងមិនអីទេណា
ខ្ញុំនេះចេះតែអាណិតអ្នកដែលខំនៅជាមួយលោកបងក្រូចតាំងតែពីការហើយនៅវ័យក្មេងរហូតចំណាស់បែបនេះបើទ្រពអស់នោះរបូតទៅប្រពន្ធចុងតើអ្នកបងជាប្រពន្ធដើមនេះមានន័យអ្វីទៅបានហើយខ្ញុំលាសិនហើយណាលោកបងសំដូចជានិយាយត្រូវម្យ៉ាងនេះខ្ញុំត្រូវតែសួរនាំប្តីខ្ញុំឲ្យទៅបានស្រួលមិនស្រួលឯងងាប់បាត់ទៅទ្រព្យសម្បត្តិបានទៅលើមួយនាងមិនខាននៅឯផ្សារនាងប្រពន្ធចុងកំពុងតែទិញបន្លែស្រាប់តែអ្នកលក់សួរណែមីនាងឯងនឹងមែនជាប្រពន្ធរបស់តាក្រូចចាមីងខ្ញុំនឹងហើយនេះមីងសួររកអ្វីដែរមានអីមីងគ្រាន់តែប្រហែលមុខក៏សួរទៅណែហើយអាម៉េចស្អាតប៉ុណ្ណឹងដែរខ្វះអីកំឡោះមកកកោកមិនយកតែយកតាក្រូចមុខចាស់នឹងទៅវិញឬមួយក៏តានឹងគាត់មានក្បាច់អីពិសេសអូមីងនិយាយលាក់បាំងអីខ្ញុំស្រឡាញ់គាត់នេះគឺចេញពីចិត្តមិនមែនដោយសារក្បាច់ក្បោអីនោះទេហើយនៅជាមួយប្រពន្ធដើមរាល់ថ្ងៃហ្នឹងអាម៉េចដែរគាត់មានដែររករឿងឆ្លោះគ្នាទេហើយមីងអីមីងពួកខ្ញុំស្រឡាញ់គ្នាណាស់មិនដែរឆ្លោះទាស់តែងគ្នានោះទេមីងនេះចេះតែបារម្ភក្រែងលោននៅជាមួយគ្នាមិនចោះហើយចោះអារឿងទ្រព្យសម្បត្តិយ៉ាងម៉េចដែរមានបែងចែកគ្នាហើយឬនៅអូពួកខ្ញុំមិនដែរនិយាយគ្នាពីរឿងនេះផងណាមួយប្តីរបស់ខ្ញុំគាត់ក៏ពុំសូវមានទ្រព្យអ្វីដែរណែស្ដាប់មីងណាតាក្រូចគាត់ចាស់ហើយបើឯងមិននិយាយទាមទារទ្រព្យសម្បត្តិនោះទេបើសិនថ្ងៃណាមួយគាត់ស្លាប់បាត់ទៅច្បាស់ណាស់ទ្រព្យទាំងនោះនឹងធ្លាក់ទៅលើដៃប្រពន្ធដើមជាក់ជាមិនខានព្រោះគេជាមនុស្សស្រីទី1ដែលរស់នៅជាមួយគាត់យូរជាងឯងណាអូមែនតើមីងនេះបើគិតសពទៅមីងនិយាយដូចជាត្រូវម្យ៉ាងទ្រព្យរបស់ប្តីខ្ញុំមិនជាច្រើននោះទេតែបើសិនជាគាត់មិននៅខ្ញុំច្បាស់ជាមិនបានទ្រព្យនោះទេមើលទៅមានតែខ្ញុំនិយាយជាមួយគាត់ម្ដងហើយមីងគ្រាន់តែប្រាប់យកបុណ្យទេវើយមិនបានអេចអូចឲ្យឆ្លោះគ្នាទេណាហើយបើសិនជាឆ្លោះគ្នាមែនកុំប្រាប់ថាមីងអ្នកនិយាយប្រាប់ណាចាមីងអញ្ចឹងខ្ញុំលាសិនហើយបន្ទាប់ពីស៊ីត្រាវអស់មួយសន្ទុះធំនាងប្រពន្ធចុងក៏បានយកបន្លែទៅផ្ទះវិញនិយាយពីតាក្រូចឯនេះវិញបន្ទាប់ពីមកដល់ស្រែហើយគាត់ក៏បានដេញគោដែលកំពុងស៊ីស្រូវជួយហើយអ្នកណាkiaអីក៏អត់របៀបម្លេះបលែងគោឲ្យមកស៊ីស្រូវខ្ញុំណែវុយអាគោឆ្លើយឆាប់ចេញពីស្រែអញភ្លាមរំពេចនោះគោក៏បានហក់ធាក់គាត់មួយជើងអីយ៉ូយបែកពងអញហើយអាគោឆ្លើយមកស៊ីស្រូវអញហើយមកធាក់អញទៀតអានេះចំជាឆ្លើយមែនអាយ៉ូយឈឺណាអញអាម៉េចឲ្យអ៊ំអាឆ្នុកជួយជូនអ៊ំទៅផ្ទះផងអ៊ំមកត្រូវអាគោឆ្លើយនោះវាធាក់មួយជើងឥឡូវមិនដឹងអាម៉េចអាម៉ាទេសង្ស័យតែបែកខ្ទេចហើយមិនដឹងចាប់បាយអញ្ចឹងបែកខ្ទេចឆ្អាបចូលខោឲ្យអ៊ំអីអ៊ំនេះប្រពន្ធពីរផងបើបែកខ្ទេចអញ្ចឹងមិនស្ដាយងាប់ទៅហើយអីអូយអានេះនៅនិយាយលេងសើចបានទៀតឲ្យឆាប់ឡើងជូនអញទៅផ្ទះនេះឆ្នុកក៏បានជូនតាក្រូចទៅផ្ទះបាត់ទៅយ៉ាងម៉េចហើយឯងនេះឯងកើតអីលោកបងយ៉ាងម៉េចហើយនេះលោកបងកើតអីបានជាមានរឿងបែបនេះអូយមានអីតែធ្ងន់ធ្ងរទេគឺគាត់ត្រូវគោធាក់ចំផ្លោកហ្នឹងណាឥឡូវមិនដឹងយ៉ាងណាទេសង្ស័យបែកខ្ទេចហើយទៅដឹងអើអ៊ំម៉ាយជាកំហឹងអ្នកណាអាឆ្នុកអាបកាច់នៅសើចបានទៀតឯងអើយខ្ញុំធ្វើលេងទេនេះអ្នកទាំងពីរមើលថែគាត់ផងណាខ្ញុំលើទៅផ្ទះសិនហើយខ្ញុំមកប្រហែលជាទៅមើលស្រែទៀតមិនបានទេណាមួយឈឺបើទោះបីជាក៏សុខភាពមិនអំណោយផលដែរឯងបើសិនជាឯងជ្រុលជាឈឺធ្វើកម្មកើតហើយថ្ងៃនេះខ្ញុំសូមនិយាយរឿងមួយមែនហើយលោកបងខ្ញុំក៏មានរឿងចង់និយាយដែររឿងអ្វីទៅអ្នកទាំងពីរឆាប់និយាយមកណាគឺរឿងទ្រព្យសម្បត្តិនឹងណាខ្ញុំគិតថាយើងនៅជាមួយគ្នាយូរមកហើយដូចនេះឲ្យខ្ញុំសុំទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ
ខ្លាយជាកម្មសិទ្ធិរបស់ខ្ញុំទាំងអស់មិនបានទេណាអ្នកបងនេះអ្នកបងចង់អបកសបយកទាំងអស់មែនទេហើយចុះខ្ញុំគិតយ៉ាងម៉េចនេះខ្ញុំក៏ជាគ្រួសារម្នាក់ដែរណាអេឯងនេះនៅក្មេងខ្ចីកម្លាំងក៏នៅមានឯងអាចនៅធ្វើការរកប្រាក់ទៀតបានចំណែកឯខ្ញុំចាស់ណាស់ទៅហើយដូចនេះទ្រព្យទាំងប៉ុន្មានគួរតែជារបស់ខ្ញុំទាំងអស់អ្នកបងនិយាយនេះដូចជាអាត្មានិយមពេកហើយណាពួកយើងគួរតែចែកគ្នាម្នាក់មួយចំណែកស្មើគ្នាអ្នកបងយកផ្ទះនេះទៅចោះចំណែកឯខ្ញុំសុំដីស្រែទាំងប៉ុន្មាននោះយីមីនាងបើឯងយកស្រែតើបងបានបាយអាណាស៊ីមានតែផ្ទះតែអត់អង្គមិនដេចនឹងបាននេះខ្ញុំដាច់ខាតត្រូវតែយកទាំងអស់ព្រោះខ្ញុំជាប្រពន្ធដើមនេះអ្នកបងពិតជាមនុស្សចិត្តអាក្រក់មែនរស់នៅជាមួយគ្នាគ្រួសារតែមួយដល់ពេលបែងចែកទ្រព្យសម្បត្តិចង់ឲ្យប្រសពយកតែម្នាក់ឯងខ្ញុំមិនព្រមដាច់ខាតខ្ញុំត្រូវតែទទួលបានចំណែកដោយឃើញប្រពន្ធដើមនិងប្រពន្ធចុងឆ្លោះប្រកែកគ្នាបែបនេះតាក្រូចរឹតតែពិបាកចិត្តនេះខ្ញុំមិនទាន់នឹងស្លាប់ផងអ្នកទាំងពីរឆ្លោះប្រកែកគ្នាដណ្ដើមទ្រព្យសម្បត្តិទៅហើយណែឯងត្រូវយល់ថាខ្ញុំជាប្រពន្ធដើមដែលរស់នៅជាមួយឯងតាំងតែពីកាលមកម្លេះដូចនេះខ្ញុំគួរតែបានចំណែកទាំងអស់នោះខ្ញុំមិនព្រមទេណាលោកបងខ្ញុំក៏ជាប្រពន្ធលោកបងដែរហេតុអ្វីបានជាត្រូវឲ្យទ្រព្យសម្បត្តិទាំងអស់នោះទៅអ្នកបងទាំងអស់ខ្ញុំក៏ត្រូវមានចំណែកដែរណាបានហើយឈប់ឆ្លោះប្រកែកគ្នាពេលនេះចូលអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំណាខ្ញុំសូមសួរថាតើអ្នកទាំងពីរស្រឡាញ់ខ្ញុំព្រមរៀបការជាមួយខ្ញុំនេះគឺចេញពីក្តីស្រឡាញ់ឬមួយក៏ដោយសារតែចង់បានទ្រព្យសម្បត្តិរបស់ខ្ញុំពេលដែលតាក្រូចសួរបែបនោះពុំមានអ្នកណាម្នាក់ហ៊ានឆ្លើយនោះទេមិនមានអ្នកឆ្លើយមែនទេឥឡូវចូលអ្នកទាំងពីរស្ដាប់ខ្ញុំចាស់ណាស់ទៅហើយពេលវេលារស់នៅក៏មានមិនយូរដែរដូចនេះខ្ញុំសម្រេចថានឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់ភរិយាណាដែលអាចមើលថែខ្លួនខ្ញុំបានល្អចាប់ពីពេលនេះតទៅហើយខ្ញុំសង្ឃឹមថាក្រោយពីខ្ញុំស្លាប់បាត់ទៅអ្នកទាំងពីរនឹងមិនមានរឿងឆ្លោះគ្នានោះទេចូលស្រឡាញ់រាប់អានគ្នាឲ្យដូចបងប្អូនបង្កើតក្រោយពីស្ដាប់បណ្ដាំតាក្រូចរួចរាល់ហើយភរិយាទាំងពីរក៏បានភ្ញាក់រលឹកឈប់ឆ្លោះគ្នានិងនាំគ្នាបម្រើមើលថែតាក្រូចរហូតដល់គាត់ស្លាប់បាត់ទៅពេលដែលតាក្រូចស្លាប់បាត់ទៅគាត់ក៏បានបន្សល់បណ្ដាំមរតកមួយច្បាប់ជូនដល់ភរិយាទាំងពីរដោយក្នុងបណ្ដាំនោះគាត់ក៏បានបែងចែកទ្រព្យសម្បត្តិដល់ប្រពន្ធទាំងពីរស្មើគ្នាហើយប្រពន្ធទាំងពីរក៏ញញឹមទទួលយកនិងនៅតែរាប់អានស្រឡាញ់គ្នាតាំងពីពេលនោះតទៅ